ផ្នែកទី6ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់បុគ្គលដែលអវត្តមាននិងការប្រកាសអំពីការបាត់ខ្លួនកថាភាគទី1ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់បុគ្គលដែលអវត្តមានមាត្រា37ការជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដោយតុលាការក្នុងករណីដែលបុគ្គលណាម្នាក់ដែលបានចេញពីលំនៅឋានឬទីសំណាក់ហើយដែលគ្មានលទ្ធភាពនឹងត្រឡប់មកវិញដោយងាយស្រួលនោះមិនបានចាត់តាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនទេតុលាការអាចជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឬបង្គាប់ចាត់ចែងជាចាំបាច់ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិនោះបានតាមពាក្យសុំរបស់បុគ្គលដែលមានទំនាក់ទំនងនឹងផលប្រយោជន៍មេឃុំឬចៅសង្កាត់ដែលលំនៅឋានជននោះស្ថិតនៅឬតំណាងឯកការបញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរចំពោះករណីដែលសិទ្ធិរបស់អ្នកគ្រប់គ្រងត្រូវបានរលត់នៅក្នុងរយៈពេលដែលសម័យខ្លួនអវត្តមាន